ពេលខ្ញុំទំនេរនៅផ្ទះអត់ការងារធ្វើមកវរៈបុតមកពិសោធន៍ចង់ដឹងថាពេលវរៈបុតគេមានសម្លេងបែបណាតទៅស្ដាប់ទាំងអស់គ្នាខំប្រឹងដាក់ឧបករណ៍សូរសម្លេងហើយនៅអត់មានលឺដង្ហើមវរៈបុតគេសមុខអ៊ីសោះសុំទៅសើហ្មងឃើញមុខចឹងតែឆ្លាតហៅតែឈ្មោះគឺថារត់មករយហ្មងមកមុខក៏ដឹងដែរនិយាយពីប៉ុណ្ណឹងតែហាក់បីដូចជាមានញៀនពិសេសជាមួយម្ចាស់ចឹងដឹងហ្មងស្គាល់ឈ្មោះខ្លួនឯងយើងដាក់តាំងពីទូចធំឡើងគេស្គាល់ឈ្មោះគេហ្មងហៅទៅវរៈបុតបើកភ្នែកភ្លឺមកមើលអាហ្នឹងពេលខ្ញុំនៅផ្ទះមួយកូនខ្ញុំអត់ការងារធ្វើនៅមកពិសោធន៍វរៈបុតចង់ដឹងអត់លឺសំឡេងធ្វើមកបន្តិចហ្មងឲ្យដេកលក់ស្រួលមានជាពាក់ណាមករៀលទេហ្នឹងដេកឲ្យដេកឲ្យងើបលេងទៀតគេចាំឲ្យកន្លែងគេវិញគេរកតែកន្លែងស្អាតទេតោះតែស្អាតទុំមិនគេដេកលក់ដេកខ្ញុំជាសពអីបន្តិចទេ